ngày tí môi đại quạt bánh ngày nhóm mơ nắng buôn quan bầm bầy rồi đồ là chiêng trâm tay mở thăng ngày tay bẩn nọ hay là nắng nâu phê xem này cái bánh hỏi con quả khơi phong nhóm còn là khơi chẳng như mẹ rắm tha sải chất men tên nhóm ai thơ bán nhóm ai chui về con to bài quạt miên là lìa các ba bình lên đôi mình nữ tu tờ đỏ tẩy cha chẳng sọp mơ tới vía cho mãn cho mà mơ nó phu này thà vậy bởi em cất đôi thằng phẩm 4 luôn tiền ចា9,000ជាងចឹងលោកពូថាថ្ងៃមុនដាក់លាក្បាលខ្ទង់តែ6,000ឥឡូវបានដល់9,000ជាងលោកពូមានអារម្មណ៍មិនដែរអ្នកខ្លះហាបាញ់ជូនលោកពូ5រៀល10រៀល1រៀល2រៀល5កាក់លោកពូមានឃើញអត់គ្រប់ហ្មងចាតាមទឹកចិត្តគាត់អញ្ចឹងហើយលោកពូមានអារម្មណ៍មិនដែរដែលឃើញប្រជាជនខ្មែរគាត់រួបរวมគ្នាស្រឡាញ់បាទលោកទាវខ្ញុំរំភើបហើយអត់មានអីនិយាយតាំងចាញ់អរគុណលោកជំទាវខ្លាំងមែនតើនឹងបងប្អូនជុំជាតិខ្មែរទាំងអស់ដែលបានរៃអង្គាសគ្នាជាថវិកាម្នាក់បន្តិចឲ្យខ្ញុំបានគឺគ្រប់ដើម្បីដាក់លាក្បាលនៅវៀតណាមលោកជំទាវចាពុកម៉ែបងប្អូនឥឡូវខ្ញុំសុំទេទៅលោកពូតែគាត់ជាវរៈកងទ័ពព្រោះថ្នាក់ចរាចរណ៍បាត់តលាមកចំហៀងថ្ងៃមុនខ្ញុំធ្វើវីដេអូឲ្យគាត់ហើយក៏វា viral ហើយមានប្រជាជនខ្មែរចូលតាមគាត់ខ្ញុំឃើញច្រើនណាថ្ងៃទី1ដែលគាត់បាញ់ឲ្យខ្ញុំមើលហ្នឹង$4,800ជាងត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះហើយអាហ្នឹងនៅ page ផ្សេងដែលគេបាញ់ហល់កងគាត់អត់ឃើញផងខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំមានអារម្មណ៍ថាស្វាយចិត្តមែនតើខ្ញុំអាចធ្វើបានខ្ញុំអាចជួយវរៈកងទ័ពឲ្យគាត់មានអាលាក្បាលពេញលេញដូចមនុស្សទូទៅដទៃពេលទៅសុំដឹងពីអារម្មណ៍គាត់ស្វ័យចិត្តដូចខ្ញុំអត់ដែរដូចថាបានលាក្បាលពេញលេញហើយខ្ញុំឃើញមានតារាល្បីគេជួយគាត់ច្រើនអញ្ចឹងមកដល់ឥឡូវនេះខ្ញុំអាចគិតថាគាត់បានច្រើនអញ្ចឹងខ្ញុំសុំតែគាត់បន្តិចគាត់មានអារម្មណ៍មិនហើយទទួលបានប្រហែលហើយមកដល់ឥឡូវដោយសារថ្ងៃនេះខែ10ខ្ញុំនៅបារាំងប៉ុន្តែខ្ញុំអត់ភ្លេចទេខ្ញុំទៅណាក៏ទឹកចិត្តនៅតែស្រឡាញ់ប្រជាជនខ្មែរនៅតែចង់អ្វីដែលអាចធ្វើបានខ្ញុំនៅតែចង់ធ្វើត្រែហើយសូមខកទៅគាត់សិនអាឡូជំរាបសួរពូបាទជំរាបសួរបងចាជំរាបសួរពូខ្ញុំសុករស្មីម្ចាស់ប្រែនស៊ីបែប៉ារីហើយសុំទោសលោកជំទាវជំរាបសួរលោកជំទាវចាអត់អីទេពូហ្នឹងហើយពូអីខ្ញុំតាក់តងទៅមួយរយៈមុនហ្នឹងវាអត់ចូលដោយសារពូមាននេះស្អីគេ Telegram ខ្ញុំអត់ចេះទៅខ្ញុំឲ្យបងប្អូនទាហានខ្ញុំគាត់ចេះហ្នឹងដោះឲ្យយល់ចាហ្នឹងហើយអត់អីទេគ្រាន់តែខ្ញុំសុំបញ្ជាក់ចេះព្រោះថ្ងៃមុនពេលខ្ញុំធ្វើវីដេអូហ្នឹងព្រោះខ្ញុំឃើញប្រជាជនខ្មែរអាថ្ងៃដំបូងណាគាត់បាញ់ចូលតាមរយៈខ្ញុំច្រើនអញ្ចឹងណាហើយថ្ងៃដំបូងហ្នឹងបាញ់បានប្រហែលហើយមកដល់បច្ចុប្បន្នហើយបងទទួលជំនួយពីអ្នកផ្សេងស្របទាំងអស់មើលទៅអាចដូចថាបានលើសឬមួយក៏ល្មមនៅអ្វីដែលបងចង់បានដើម្បីយកទៅបំពេញអាលាក្បាលដែរបងបាទលោកជំទាវខ្ញុំជំរាបជូនដំបូងលោកជំទាវ2លានម្ចាស់សាវូហ្វីលីក6លានចាយៈ2000លុយក្នុងកុង75,000ហើយលុយខ្មែរ2លាន60ម៉ឺនលោកជំទាវចាអញ្ចឹងមើលទៅមើលលុយដុល្លារបាន75,000ណាបាទនឹងលោកជំទាវតម្លាក់កុងចាអញ្ចឹងសរុបមើលទៅវាចូលប្រហែលចូល10000ណាពូណាថាគេបើខ្ញុំគិតដូចទាំងអស់9,000លោកជំទាវចា9,000ជាងអញ្ចឹងលោកពូថាថ្ងៃមុនដាក់លាក្បាលខ្ទង់តែ6,000ឥឡូវបានដល់9,000ជាងលោកពូមានអារម្មណ៍មិនដែរអ្នកខ្លះហាបាញ់ជូនលោកពូ5រៀល10រៀល1រៀល2រៀល5កាក់លោកពូមានឃើញអត់គ្រប់ហ្មងចាតាមទឹកចិត្តគាត់អញ្ចឹងហើយលោកពូមានអារម្មណ៍មិនដែរដែលឃើញប្រជាជនខ្មែរគាត់រួបរวมគ្នាស្រឡាញ់បាទលោកជំទាវខ្ញុំរំភើបហើយអត់មានអីនិយាយតាំងចាញ់អរគុណលោកជំទាវខ្លាំងមែនតើនឹងបងប្អូនជុំជាតិខ្មែរទាំងអស់ដែលបានរៃអង្គាសគ្នាជាថវិកាម្នាក់បន្តិចឲ្យខ្ញុំបានគឺគ្រប់ដើម្បីដាក់លាក្បាលនៅវៀតណាមលោកជំទាវហ្នឹងហើយចង់សួរលោកពូចាលោកពូថ្ងៃណាដាក់ខ្ញុំដូចថាចង់ដឹងថាលោកពូថ្ងៃណាទៅដាក់ហើយអីអញ្ចឹងបាទលោកជំទាវប្រហែល2-3ថ្ងៃទៀតខ្ញុំជំរាបជូនថ្នាក់លើដើម្បីសូមច្បាប់ពីមេធម្មអង្គភាពហ្នឹងទៅដាក់លានៅពេទ្យវៀតណាមលោកជំទាវអូចាហ្នឹងហើយជូនពរឲ្យជោគជ័យអញ្ចឹងពេលណាកំពុងតែដូចថាកំពុងតែទៅដល់ពេទ្យហើយពេទ្យគេថាគេចាប់ផ្ដើមដាក់បានថ្ងៃណាហើយដាក់ហើយមិនថ្ងៃណាអីចាំប្រាប់ខ្ញុំរំភើបជំនួសព្រោះអីអាលាក្បាលដែលបាត់អស់រយៈពេលប៉ុន្មានឆ្នាំអាលាក្បាលហ្នឹងបាត់តាំងពីគ្រូថ្នាក់តាំងពីចុងឆ្នាំ2017លោកជំទាវ2017 8-9ឆ្នាំណា8-9ឆ្នាំបាទលោកជំទាវចាហើយអញ្ចឹងសង្ឃឹមថាពូវះកាត់ទៅជោគជ័យហើយបើលើសប្បាយចិត្តចំនួនលោកពូដែរបានយើងពេញលក្ខណៈវិញអញ្ចឹងណាឆាប់ទៅបម្រើជាតិពេលពេញទៅយើងអាចដេកទៅវាស្រួលវា
ហើយយើងនឹងទៀបដេកផ្អៀងទៅខាងនេះពិបាក ព្រោះថ្ងៃដេកផ្អៀងបានតែមួយចំហៀងទេ បាទទោះបីដាក់ក៏យើងត្រូវប្រយ័ត្នដែរលោកជំទាវ តែខ្ញុំអត់យល់ចាខ្ញុំមានអារម្មណ៍ថាពូបាត់បង់អាលាក្បាលនោះដូចខ្លាំងដែរប៉ុន្តែការនិយាយស្ដីកាយវិការធ្វើការឬមួយអីដូចអត់មានអីដូចជាផលពិបាកទេឬមួយក៏មានអីលំបាកខ្លះ លំបាកដោយសារមួយយ៉ាងលោកជំទាវគេអត់ឲ្យលើកធ្ងន់ដាច់ខាតហាមដួលបាទ តំណ ការ ង និយាយស្ដីខ្ញុំបែកបើហើយខ្ញុំឆាប់ភ័យខ្ញុំឆាប់រំភើបចឹងធម្មតាប៉ះពាល់ក្បាលវាតែងតែប៉ះទង្គិចដល់ប្រព័ន្ធប្រសាទចឹងក្រសួងក៏គេសួរព័ត៌មានខ្ញុំដែរថាព័ត៌គេចង់ដឹងថាព័ត៌មានហ្នឹងពិតអត់ឬក៏ fake account page របស់ថៃវាយប្រហារ ចា កងទ័ពហើយកងទ័ពខ្មែរយើងបាត់ទឹកចិត្តហើយក៏ខ្ញុំនិយាយប្រាប់គាត់ទាំងអស់ព្រោះគាត់យកចិត្តទុកដាក់នឹងខ្ញុំដែរ ចឹងអត់អីទេជូនពរពូឲ្យវះកាត់ទៅជោគជ័យបានអាលាពេញលេញហើយអញ្ចឹងទៅដើម្បីឲ្យជោគជ័យទាំងអស់ណាពូណាចាពេលកំពុងវះកាត់ឬមួយថ្ងៃណាវះកាត់ហើយខ្ញុំសូមខទៅអបអរសាទរអញ្ចឹងណា បាទអរគុណលោកជំទាវបានលោកជំទាវជុំឆែងខ្ញុំបានមកដល់ពេលនេះគឺខ្ញុំសប្បាយចិត្តមែនទែន និយាយរួមខ្ញុំក៏អត់ដែរនឹកស្មានថាខ្លួនឯងអាចធ្វើបានអាចបំពេញអាលាក្បាលដែលលោកពូបានបងពូអីខ្ញុំដោយសារខ្ញុំធ្វើវីដេអូទៅអ្នកផ្សេងអីក៏ច្រើនប៉ុន្តែមានតែលោកពូមួយឯងដែលវា viral ទៅដែលប្រជាជនគាត់បាញ់លុយសឹងតែថាมันគួរជឿខ្ញុំស្មានតែអត់មានបានតែ100 200 300តា បាទលោកជំទាវខ្ញុំអត់នឹកស្មានដែរថាបងប្អូនប្រជាជនខ្មែរគាត់ពិតជាស្រឡាញ់ជាតិអាណិតដល់ព្រះកងទ័ពរបស់យើងជាសាមគ្គីគ្នាតែអញ្ចឹងខ្ញុំមានកម្លាំងទឹកចិត្តក្នុងការការពារជាតិការពារទឹកដី ហ្នឹងហើយអញ្ចឹងអត់រំខានលោកពូទេណាអរគុណច្រើនចំពោះលោកពូវះកាត់ជោគជ័យណា បាទលោកជំទាវអរគុណលោកជំទាវអរគុណ អរគុណចាជម្រាបវ៉ាវពុកម៉ែបងប្អូនខ្ញុំមិននឹកស្មានថាខ្លួនឯងអាចធ្វើបានដូចខ្ញុំនិយាយត្រែអញ្ចឹងខ្ញុំតាំងពីមនុស្សធម្មតារហូតទៅដល់ពុកម៉ែបងប្អូនស្គាល់គាត់ក៏ជឿជាក់ខ្ញុំពេលខ្ញុំធ្វើវីដេអូលោកពូវរៈកងទ័ពដែលគាត់បាត់បង់អាលាក្បាលមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឥឡូវក៏គាត់បានថវិកាខ្ទង់ 9,900 ចេញទៅទាំងសហយដើម្បីយកទៅដាក់អាលាក្បាលសប្បាយចិត្តជំនួសគាត់ហើយគាត់មិញក៏គាត់សប្បាយចិត្តដែរគាត់អត់ដែរនឹកស្មានទេអរគុណទឹកចិត្តពុកម៉ែបងប្អូនដែលគាត់ចូលតាមរយៈខ្ញុំជូនពរពុកម៉ែបងប្អូនសុខភាពល្អអាយុវែងហើយសំខាន់មានលុយហូរចូលច្រើនបបៀសជាឆ្ងាញ់នឹងគ្រោះមហន្តរាយទាំងពួងចាអរគុណ